ក្លឹបទេខៃក្រុមបាតូមួយតំណាងឲ្យប្រទេសបាទបើយើងអានជាភាសាអង់គ្លេសគឺអ្នកខ្លះគាត់អាន Cape Verde បើខ្លះទៅគាត់អាន Cape Verde បាទបើខ្មែរយើង Cape Verde បាទអញ្ចឹងណាអញ្ចឹងបងប្អូនអាចអានឬក៏បញ្ចេញសូរស័ព្ទសូរសៀងតាមអ្វីដែលបងប្អូនគិតថាងាយស្រួលប៉ុន្តែបើជាភាសាបរទេសតែម្ដងគេទៅសេមកគឺ Cape Verde បាទប្រទេស Cape Verde នេះគឺជាប្រទេសមួយដែលមានប្រជាជនមិនដល់1លាននាក់ទេបាទប្រជាជនសរុបទៅមានប្រហែលជា50ម៉ឺននាក់ជាងបាទ50ម៉ឺននាក់ជាងបើយើងមើលទៅទិន្នន័យជាក់ស្ដែងបាទគឺ52ម៉ឺនបាទ5000នាក់បាទអញ្ចឹងសម្រាប់ប្រទេស Cape Verde នេះមានផ្ទៃកាឡាបាទ4033គីឡូម៉ែត្រការ៉េបាទអញ្ចឹងប្រទេសនេះទូចមែនទែនបាទគឺជាប្រទេសដែលទូចជាងគេបំផុតហើយដែលជាប់ទៅលេង World Cup បាទនៅក្នុងឆ្នាំក្រោយណាបាទអញ្ចឹងសម្រាប់ប្រទេសនេះបើយើងធៀបជាមួយនឹងរាជធានីភ្នំពេញទូជារាជធានីភ្នំពេញជាងទៀតកាបាទទូជារាជធានីភ្នំពេញបើយើងមកទៀតហើយបើយើងពីប្រជាពលរដ្ឋវិញបាទត្រឹមតែ52ម៉ឺននាក់នេះបាទតិចជាងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ6ដងបាទនៅភ្នំពេញជាង3លាននាក់ឯងបច្ចុប្បន្នបើយើងរាប់ណាជាង3លាននាក់បាទអញ្ចឹងប្រជាជនក៏តិចជាងប្រទេសនេះបើរាប់ទៅក៏ទូជាងភ្នំពេញយ៉ាងដែរបាទអញ្ចឹងប៉ុន្តែអំពីការជំរុះលេង World Cup យើងទៅសារដែរអំពីសហព័ន្ធក៏ដូចជាការតាំងចិត្តហើយបើខ្ញុំបាទជម្រាបជូនបន្តិចអំពីប្រទេសបាទ Cape Verde នេះគឺនៅប្រទេសគាត់គឺជាដែនកោះប្រមូលផ្ដុំគ្នានៅឯមហាសមុទ្រអាត្លង់តិកដែលយើងឃើញថានៅខាងលិចបាទនៅខាងលិចជាប់ជាមួយនឹងហ្គាំបៀជាប់ជាមួយនឹងហ្គូណេអីជាដើមហើយនឹងជាប់ជាមួយនឹងWestern Sahara បាទអញ្ចឹងជាប់ជាមួយនឹងវាលខ្សាច់ Sahara ដែរដល់ពេលខាងជើងនៃប្រទេសគឺជាប់បាទមិនមែនជាប់ទេគឺមហាសមុទ្រអាត្លង់តិកតែម្ដងមកតែក៏មិនឆ្ងាយប្រមាណដែរបាទបើយើងមើលទៅពីម៉ារ៉ុកបាទពីម៉ារ៉ុកហើយដល់ឡែកបើងាកមកខាងកើតវិញបាទងាកមកខាងកើតវិញគឺជាប់ជាមួយនឹងមហាសមុទ្រអាត្លង់តិកដដែលប៉ុន្តែនៅជាប់ជាមួយនឹងទ្វីបបាទបងប្អូនស្គាល់ហើយទ្វីបអាមេរិកឡាទីនបាទឬក៏ទ្វីបអាមេរិកខាងជើងបាទអញ្ចឹងនៅក្នុងអាមេរិកឡាទីនឬក៏អាមេរិកខាងជើងនោះបងប្អូនបាទបានដឹងហើយមានដូចជាហ្គូយ៉ាណាវេនូហ្សេឡាបាទជាមួយនឹងរដ្ឋផ្សេងទៀតបាទរដ្ឋផ្សេងទៀតជាពិសេសអាមេរិកខាងជើងឬក៏អាមេរិកឡាទីននេះមានប្រេស៊ីលប៉េរូបូលីវីអីអាហ្សង់ទីននេះជាដើមបានអ៊ុយរ៉ូហ្គាយនៅក្នុងនោះដែរបាទអញ្ចឹងនេះបងប្អូនមើលផែនទីដែលគូរំវងទៅរៀងឆុងបាទរៀងឆុងហ្នឹងគឺវាខ្សាច់សាហារ៉ាឯងបងប្អូនបាទហើយនៅខាងក្រៅរៀងដូចមាត់ហ្នឹងបាទខាងក្រៅមានដូចច្មោះដូចមាត់ហ្នឹងគឺហ្គាំបៀបាទប្រទេសហ្គាំបៀនៅក្រោមហ្នឹងទៀតមានហ្គូណេបាទហើយនៅខាងលើគីតិចបាទខាងលើខាងលើផុតនោះគឺម៉ារ៉ុកហើយបាទប្រទេសម៉ារ៉ុកហើយអញ្ចឹងនេះគឺជាគេថាបើយើងផែនទីភូមិសាស្ត្ររបស់ប្រទេសបាទ Cape Verde បាទអញ្ចឹងបាទសម្រាប់ការប្រកួត World Cup នៅក្នុងឆ្នាំក្រោយបាទយើងឃើញមានប្រទេសបាទចំនួន22ហើយដែលបានជាប់ក៏ដូចជាជំរុះជាក់ស្ដែងយើងឃើញមានប្រទេស3គឺជាប់អូតូម៉ាទិកតែម្ដងគឺកាណាដាបាទកាណាដាមេស៊ីកូនិងអាមេរិកបាទគឺ3ប្រទេសហ្នឹងអូតូម៉ាទិកហើយដែលឡែកនៅតំបន់អាស៊ីរបស់យើងបងប្អូនបាទមុនគេនេះជាប់ហ្នឹងគឺជប៉ុនបាទក៏មានញូហ្សេឡង់ហើយក៏មានអ៊ីរ៉ង់បាទផងដែរបាទចំនួន3ប្រទេសដែរបាទដែលឡែកនៅអាមេរិកឡាទីនអាហ្សង់ទីនបាទអាហ្សង់ទីនក៏ជាប់ដែរជំរុះបន្តមកហើយក្រោយមកក៏មានអ៊ុយប៊ីកស្ថានរបស់អាស៊ីរបស់យើងហើយនិងកូរ៉េមានស៊ូដង់ហើយនិងអូស្ត្រាលីបាទសិតតែប្រទេសដែលមានឱកាសបាទបានឱកាសទៅលេងហើយប្រេស៊ីលគឺមិនដែលខកខានទេបាទប្រេស៊ីលគឺក៏បន្តដំណើរដែរបាទមានអេក្វាដ័របាទអ៊ុយរ៉ូហ្គាយបាទហើយកូឡុំប៊ីប៉ារ៉ាហ្គាយបាទនេះនៅតំបន់អាមេរិកឡាទីនហើយដល់ឡែកនៅតំបន់អាហ្វ្រិកបាទគឺមានម៉ារ៉ុកបាទទុយនេស៊ីដែលសកាយជំរាបជូនមិញអេស៊ីបអាហ្សេរីបាទហ្គាណាហើយនិងខាប់វើតបាទអញ្ចឹងក៏នឹងរងចាំបាទទ្វីបមួយចំនួនទៀតជាពិសេសនៅឯតំបន់អឺរ៉ុបបាទនៅឯតំបន់អឺរ៉ុបនេះអត់ទាន់ឃើញមានក្រុមដែលត្រូវឡើងទៅទេបាទពេលបច្ចុប្បន្ននេះបើនិយាយពីអឺរ៉ុបនេះគឺច្រើនមែនតើមានរហូតដល់20ប្រទេសសកាបាទដល់ជំរុះទាំងអស់បើសិនបើជាប់អឺរ៉ុបគេមានជិត20ប្រទេសនោះបើយើងរាប់ទៅអឺរ៉ុបច្រើនជាងគេបាទ
អឺរ៉ុបមាន10មើល12 16បើជំនួស2ទៀត18បាទអញ្ចឹងអឺរ៉ុបមាន10មានចង់20ប្រទេសដែលត្រូវឡើងហើយក៏មាន CONCACAF ដែរ CONCACAF នេះគឺទ្វីបផ្សេងទៀតដែលបូកជាមួយនឹងពួកទ្វីបមកពីអាមេរិកឡាទីនអីជាដើមហើយអាស៊ីរបស់យើងក៏នៅមានដែរអត់ទាន់បានឃើញទេនៅសល់2ដែរនោះ AFC បងប្អូនបាទក្រៅពីហ្នឹងមានCAF បាទជាមួយនឹង CONCACAF ហើយនឹង UEFA បើ UEFA ច្រើនណាស់បាទ UEFA ច្រើនមែនទែនបាទអញ្ចឹងសម្រាប់ឱកាសរបស់បាទ Cape Verde គឺថ្មីដែរដែលកំពុងតែផ្ទុះបាទការពេញចិត្តដូចជាផ្ទុះការពេញនិយមថាប្រទេស Cape Verde គឺទទួលបានកៅអីទៅលេង World Cup ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនៃដែនកោះនៅតំបន់បាទអាហ្វ្រិកហើយក៏ជារឿងមួយដែលភ្ញាក់ផ្អើលដែរដែលមានប្រជាជនមិនដល់60,000 នាក់ទេប៉ុន្តែពួកគេគឺជាប្រទេសដែលទី1បាទទី1អីនៅក្នុងការឡើងទៅដែលជាប្រទេសដែលទូជាគេនៅក្នុងតំបន់អាហ្វ្រិកប៉ុន្តែក៏មិនមែនថាប្រទេសដែលតូចជាគេបំផុតទេបាទក្រោយមកពីមុនមកហ្នឹងក៏មានប្រទេសអ៊ីស្លង់ដែរកាបាទប្រទេសអ៊ីស្លង់នេះគឺជាប្រទេសដែលទូចដែរដែលធ្លាប់ឡើងទៅលេង World Cup ដែរអញ្ចឹងនៅក្នុងពេលបច្ចុប្បន្ននេះមានក្រុមដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ហើយបាទសម្រាប់ការទៅលេង World Cup មានចំនួន22នៅក្នុង48ប្រទេសបាទអញ្ចឹងយើងមានតែរងចាំមើលទៀតទេថាតើសម្រាប់ការប្រកួត World Cup បាទក្រុមដែលមកពីទ្វីបបាទអាមេរិកបាទក៏ដូចជាក្រុមដែលមកពីទ្វីបបាទអាហ្វ្រិកនិងក្រុមដែលមកពីអឺរ៉ុបបាទថាតើមានក្រុមណាទៀតបាទដែលត្រូវនឹងឡើងមកព្រោះតែថានៅសល់26ក្រុមបាទទាត់នៃក្រុមប្រទេសបាទតំណាងឲ្យប្រទេសនីមួយៗបាទជាបន្តទៀតបាទអញ្ចឹងសម្រាប់សាច់រឿងនៅក្នុងវគ្គទី3បាទខ្ញុំបាទសូមបញ្ចប់ត្រឹមប៉ុណ្ណេះប៉ុន្តែក៏ចូលរួមអបអរសាទរបាទសម្រាប់កាប់វេឬក៏ Cape Verde ដែលមានឱកាសឡើងទៅលេង World Cup នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសដែលទូចបំផុតបាទសម្រាប់ការប្រកួត World Cup នៅក្នុងឆ្នាំ2026នៅអាមេរិក មេxico បាទក៏ដូចជាកាណាដា